ខ្ញុំសង្ឃឹមថាលោកអាចចុះបន្ទាយមិញជាពួកខ្ញុំធ្វើជាម្ចាស់បន្ទាយពួកខ្ញុំមិនមែនយល់សពទេហ៎លោកអត់យល់សពទេបន្ទាយមិញជាត្រូវការអ្នកក្លាហានដូចជាលោកអញ្ចឹងមកដឹកនាំពួកខ្ញុំម្ចាស់បន្ទាយខ្ញុំជាមេទ័ពធំវៃអ៊ូតដែលព្រះអង្គតែងតាំងខ្ញុំមិនអាចធ្វើចោលជាមួយនាងបានទេយ៉ាងណាខ្ញុំសង្ឃឹមថានាងអាចចោលអាក្រក់រកល្អដឹកនាំគ្រប់គ្នារស់នៅដោយសុខសាន្តធ្វើរាជដល់ល្អទៅពួកខ្ញុំលែងមានផ្លូវបកក្រោយហើយប្រហែលឆ្នាំមុននេះបន្ទាយមីយានាំគ្នាធ្វើចោលឆក់ប្លន់កាប់សម្លាប់រាជការខ្លំមើលយូរហើយខ្ញុំដឹងតែនោះសុទ្ធតែកំហុសរបស់លេខខ្លះធំទេអត់ពាក់ព័ន្ធជាមួយនាងឡើយប៉ុន្តែចាប់លីវចុងសៀនខ្ញុំជាអ្នកសម្រេចពួកខ្ញុំលែងមានផ្លូវថយហើយមានតែតស៊ូដល់ទីបញ្ចប់ជាមួយនឹងរាជការម្ចាស់បន្ទាយហ្វូខ្ញុំមានវិធីឲ្យតែនាងស្ដាប់តាមខ្ញុំធានាថាយុទ្ធជន 100000 នាក់ចាស់ក្មេង 20000 នាក់សុទ្ធតែអាចនៅរស់មេតបធំការពិតខ្ញុំត្រូវគេបង្ខំរៀបការជាមួយលេខខ្លះធំគេសម្រាប់ឪពុកនិងបងប្រុសខ្ញុំចាប់គ្រួសារខ្ញុំជា100នាក់គំរាមខ្ញុំឲ្យខ្ញុំគ្រប់គ្រងបន្ទាយឲ្យគេកាលនោះខ្ញុំស្បត់ថានរណាសម្រាប់គេបានខ្ញុំនឹងធ្វើជាប្រពន្ធរបស់គេសង្ឃឹមថាមេតបធំកុំយល់ថាខ្ញុំសាវ៉ាម្ចាស់បន្ទាយហ្វូសូមគ្រប់ខ្លួនទោះបីជានាងស្ម័គ្រចិត្តឬអត់ក៏នាងជាលោកស្រីលីដែរមេតបធំលោកស្អប់ខ្ពើមខ្ញុំទេការពិតខ្ញុំនឹងលេខខ្លាធំមិនមែនជាប្តីប្រពន្ធពិតប្រាកដទេគេខ្លាចខ្ញុំសងសឹកឪពុកខ្ញុំនឹងបងប្រុសមិនបានដេកជាមួយខ្ញុំឡើយតែបងប្អូនស្រីនៅលើភ្នំគេនៅជន់ឈ្លីបន្តិចទេលោកសម្រាប់គេមិនត្រឹមតែមិនមែនសត្រូវពួកខ្ញុំទេផ្ទុយទៅវិញជាអ្នកមានគុណពួកខ្ញុំទៀតខ្ញុំមិនមែនសោកខ្ពើមនាងទេខ្ញុំរៀបការរួចមានប្រពន្ធរួចហើយគេជាមេទាហាននៅយ៉ាជើគេឈ្មោះថាចៅអ៊ីនអឺខ្ញុំធ្វើប្រពន្ធចុងក៏បានដែរគ្រាន់តែគេជាអ្នករាជការអាចទទួលយកខ្ញុំទេបានជាដូច្នេះអញ្ចឹងខ្ញុំនឹងចាត់គ្នាសម្រាប់ចៅអ៊ីនអឺនិងលីចុងសៀនធ្វើអញ្ចឹងលោកអាចនៅបន្ទាយមិញជាដល់ស្ងប់ចិត្តហើយនេះឈួតហើយហ៎ពួកឯងនាំចៅអ៊ីនអឺនិងលីចុងសៀនមកឈប់ខ្ញុំយល់ព្រមនឹងនាងខ្ញុំគ្រប់គ្រងរឿងនៅបន្ទាយមិញយីហើយខ្ញុំធានាថាពួកនាងអាចនៅរស់ហូបឆ្ងាញ់ដេកស្រួលថែមទៀតផងបោះសម្ដីហើយមិនអាចលេបវិញទេពេលនេះជិតដល់ពេលរដូវរងាហើយស្បៀងនៅសល់របស់បន្ទាយមិញជាផ្គត់ផ្គង់មកដល់មួយខែនោះទេរីឯកណាត់ក៏មិនសល់ច្រើនដែរក្នុងពេលកន្លះខែខ្ញុំត្រូវការឲ្យលោករកឲ្យបានស្បៀងនិងកណាត់គ្រប់គ្រាន់ឲ្យពួកខ្ញុំនេះមិនមែនជារឿងដែលលំបាកអីទេគឺគ្រាន់តែខ្ញុំត្រូវការពេលវេលានាងឲ្យខ្ញុំជួបអ៊ីនអឺនិងយានឈីងសិនបានទេបានអញ្ចឹងលោកយល់ព្រមហើយហ៎ស្ថានភាពបថុចញុចនឹងណាម្យ៉ាងទៀតបើខ្ញុំមិនយល់ព្រមក្បាលអ្នកទាំងពីរនិងក្បាលអាម៉ាតលាវប្រកាសជាដាច់ពីស្មាបាត់ទៅហើយគ្មានអ្នកណាជួយបានទេខ្ញុំនិយាយពីរឿងលោកយកគេធ្វើជាប្រពន្ធចឹងគឺគេបានទៀមទាធ្វើជាប្រពន្ធចុងប៉ុន្តែខ្ញុំមិនព្រមអាមេតបធំលោកលមុបស្រីពេកទីដឹងបោកចដូនមួយខ្ញុំទើបផ្សំដំណេកជាមួយលោកក៏មើលឃើញស្រីផ្សេងតែឲ្យតាពិតមែនទេបាត់មាត់លឺហើយនៅបោកខ្ញុំឲ្យលោកបិទមាត់ណាខ្ញុំថាឲ្យឯងបិទមាត់អូយនិយាយស្ដីជាមួយមេតបធំរបៀបម៉េចលែងដឹងតូចធំឲ្យមែនទេមង្គលការនេះខ្ញុំយល់ព្រមហើយយល់ព្រមហើយហ៎អូនយល់ព្រមហើយហ៎យល់ព្រមរឿងអីហ្វូមិននិយាយយកលោកធ្វើប្តីនឹងណាពីរអ្នកយើងទើបរៀបការថ្មថ្មីទេអូនក៏យល់ព្រមឲ្យបងយកប្រពន្ធចុងហ៎ខ្ញុំមិនមែនយល់ព្រមឲ្យបងយកប្រពន្ធចុងទេខ្ញុំចង់ឲ្យបងយកគេធ្វើជាប្រពន្ធដើមបងស្រីមេទាហានបងឈួតឲ្យតាពិតមែនទេបងមិនត្រឹមតែរកស្រីឲ្យគេទេថែមទាំងឲ្យស្រីម្នាក់នោះមានសិទ្ធិស្មើបងទៀតផងឯងសម្រាប់មកផ្លែតទៅបានទេយានឈីងហ្វូមិញយេជាម្ចាស់បន្ទាយពិតប្រកបមិនបង្ក្រាបហ្វូមិញយេធ្វើមិនកំចាត់បន្ទាយមិញយេបានហើយអ្នកណាគ្រប់គ្រងអាណាចក្រចំនួនប្តីខ្ញុំទៅហ៎
អាណាចក្រចំនួនគ្រប់គ្រងបានហើយចោះមាត់មនុស្សរាប់សិបម៉ឺននាក់បងត្រៀមធ្វើមិនឲ្យគេហូបឆ្អែតបានទៅខ្ញុំខ្លាចគេធ្វើបាបអ្នកទាំងពីរទើបយល់ព្រមជាមួយនឹងគេណាមួយស្បៀងសម្រាប់រាប់សិបម៉ឺននាក់ក្នុងរដូវរងានេះខ្ញុំទៅរកឯណាទៅខ្ញុំមិនបាក់រកណាបងឃើញហ្វូមីងយាមានមុខមាត់ស្អាតបាតទើបយល់ព្រមនឹងគេឯងសូមគោរពលោកប្តីសូមគោរពបងស្រីសូមគោរពម៉ាឆាប់ក្រោកឡើងមកលោកប្តីនេះជាសភៅសកាត្រីបន្ទាយមានជានិងបញ្ជីទ្រព្យសម្បត្តិថ្ងៃក្រោយបន្ទាយមានជាទ្រព្យសម្បត្តិរបស់ប្តីស្ត្រីកុមាររាប់ម៉ឺននាក់នៅបន្ទាយជាកូនចៅរបស់លោកប្តីទោះស្លាប់ក៏ដោយក៏តាមបម្រើដែរ